រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកភាសាចិនកិរិយាសព្ទចំនួន27យកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមរីករាយសិក្សាដូចតទៅអក្សរទី1សៀងសៀងមានន័យថាគិតឬនឹកឬចង់你在想什么你在想什么តើអ្នកកំពុងគិតអ្វី我在想我的家人我在想我的家人ខ្ញុំកំពុงគិតគ្រួសារខ្ញុំ你觉得这件衣服怎么样你觉得这件衣服怎么样អ្នកគិតថាខោអាវមួយនេះកំភ្លេនេះយ៉ាងម៉េចដែរ我觉得很好我觉得很好ខ្ញុំគិតថាល្អណាស់让我想一想让我想一想ឲ្យខ្ញុំគិតបន្តិចសិនមើលឲ្យខ្ញុំគិតសិនមើល我想错了我想错了ខ្ញុំគិតខុសហើយ省字省字អក្សរថ្មី想想មានន័យថានឹកគិតឬចង់在想在想កំពុងគិត觉得觉得យល់ថាគិតថា很好很好ល្អណាស់想一想想一想គិតលើមើលគិតមើលមើល想错想错គិតខុសអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូមជម្រាបលា